សូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់នេះជាអត្ថបទនិយាយអំពីអត្ថប្រយោជន៍ផ្លែលឹកនិងការពារពីជំងឺផ្សេងៗថាអាចជួយសុខភាពបានដល់កម្រិតណាផ្លែលឹកមិនត្រឹមតែផ្អែមឆ្ងាញ់និងផ្ដល់ភាពស្រស់ស្រាយប៉ុណ្ណោះទេថែមទាំងសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពនិងជួយការពាររាងកាយពីជំងឺផ្សេងខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចម្បងរបស់ផ្លែលឹកនិងសមត្ថភាពក្នុងការការពារជំងឺ 1. អត្ថប្រយោជន៍សំខាន់ចំពោះសុខភាពផ្ដល់ជាតិទឹកដល់រាងកាយផ្លែលឹកមានផ្ទុកជាតិទឹកដល់ទៅ92ដែលធ្វើឲ្យវាក្លាយជាផ្លែឈើដ៏ល្អបំផុតសម្រាប់ការរក្សាជាតិទឹកក្នុងរាងកាយជាពិសេសនៅរដូវក្តៅឬក្រោយពេលហាត់ប្រាណសម្បូរដោយសារធាតុចិញ្ចឹមទោះបីជាមានកាឡូរីទាបក៏ដោយលឹកសម្បូរទៅដោយវីតាមីននិងរ៉ែសំខាន់ដូចជាវីតាមីន C ពង្រឹងប្រព័ន្ធភាពស៊ាំនិងជួយឲ្យស្បែកមានសុខភាពល្អវីតាមីន A សំខាន់សម្រាប់សុខភាពភ្នែកនិងស្បែកប៉ូតាស្យូមនិងម៉ាញ៉េស្យូមជួយគ្រប់គ្រងសម្ពាធឈាមនិងមុខងារសាច់ដុំជួយឲ្យស្បែកនិងសក់មានសុខភាពល្អវីតាមីន C ជួយរាងកាយផលិតកូឡាជែន collagen ដែលធ្វើឲ្យស្បែកតឹងណែននិងសក់រឹងមាំចំណែកវីតាមីន A ជួយបង្កើតនិងជួសជុលកោសិកាស្បែកសម្រួលការរំលាយអាហារជាតិទឹកខ្ពស់និងជាតិសរសៃ fiber បន្តិចបន្តួចនៅក្នុងលឹកជួយសម្រួលដល់ដំណើរការស្រូបយកនិងបណ្ដេញកាកសំណល់កាត់បន្ថយបញ្ហាទល់លាមកកាត់បន្ថយការឈឺសាច់ដុំសារធាតុ amino acid ម្យ៉ាងឈ្មោះ citrulline នៅក្នុងលឹកអាចជួយកាត់បន្ថយការឈឺចាប់សាច់ដុំក្រោយពេលហាត់ប្រាណធ្ងន់ធ្ងរ 2. ការការពារពីជំងឺផ្សេងការពារជំងឺបេះដូងនិងលើសឈាមសារធាតុ lycopene ដែលធ្វើឲ្យលឹកមានពណ៌ក្រហមជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ LDL និងបញ្ចុះសម្ពាធឈាមសារធាតុ citrulline ជួយឲ្យសរសៃឈាមរីកធំដែលជួយសម្រួលដល់លំហូរឈាមនិងបន្ថយសម្ពាធឈាមប្រឆាំងជំងឺមហារីកសារធាតុប្រឆាំងអុកស៊ីតកម្ម antioxidants ដ៏មានឥទ្ធិពលដូចជា lycopene និងវីតាមីន C ជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាមូលហេតុបំផ្លាញកោសិកានិងនាំឲ្យកើតជំងឺមហារីកជាពិសេសមហារីកក្រពេញប្រូស្តាតនិងមហារីកប្រព័ន្ធរំលាយអាហារកាត់បន្ថយការរលាក inflammation ការលាយបញ្ចូលគ្នានៃ lycopene និងវីតាមីន C ជួយកាត់បន្ថយការរលាកនិងស្ត្រេសអុកស៊ីតកម្មនៅក្នុងរាងកាយដែលជាកត្តាបង្កឲ្យកើតជំងឺរ៉ាំរ៉ៃជាច្រើនការពារជំងឺចុះខ្សោយគំហើញតាមអាយុ macular degeneration សារធាតុ lycopene ក៏ត្រូវបានគេរកឃើញថាសម្បូរនៅក្នុងផ្នែកខ្លះនៃភ្នែកដែលជួយការពារពីការខូចខាតកោសិកាភ្នែកបណ្ដាលមកពីអាយុច្រើនល្អសម្រាប់តម្រងនោមដោយសារមានជាតិទឹកខ្ពស់លឹកជួយបង្កើនការបត់ជើងតូចដែលជួយលាងសម្អាតជាតិពុលនិងកាកសំណល់ចេញពីតម្រងនោមនិងភ្លុកនោមកាត់បន្ថយហានិភ័យនៃគ្រោះក្នុងតម្រងនោមកំណត់សម្គាល់សំខាន់ទោះបីជាផ្លែលឹកមានអត្ថប្រយោជន៍ច្រើនក៏ដោយអ្នកគួរទទួលទានវាដោយកម្រិតសមល្មមអ្នកដែលមានបញ្ហាទឹកនោមផ្អែមគួរប្រុងប្រយ័ត្នចំពោះបរិមាណញ៉ាំព្រោះទោះបីជាមានជាតិស្ករធម្មជាតិក៏ដោយវាអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ប្រសិនបើញ៉ាំច្រើនហួសហេតុ